រោកលឹះរហូតអញ្ចឹងហើយនៅពេលដែលការដាក់គោលដៅរបស់ខ្ញុំគឺដាក់ពេលតែម្ដងហ្នឹងហើយហើយការដាក់គោលដៅហើយថាការដាក់គោលដៅហ្នឹងបងប្អូនដាក់គោលដៅគឺសំខាន់មែនទែនដាក់អានេះសម្រាប់ខ្ញុំនៅពេលដែលខ្ញុំធ្វើឲ្យខ្ញុំទទួលបានផលមែនហ្នឹងហើយនិយាយទៅគឺរាល់ថ្ងៃត្រូវមានគោលដៅគឺថាប្រសេនៅស្មារណាសម្រាប់ខ្ញុំពីមុនអញ្ចឹងគឺពេលព្រឹកឡើងបានខ្ញុំទៅសេហើយចង់និយាយថានៅពេលដែលយើងយល់យើងមកបដូរនិយាយទៅគឺយើងរោកលឹះរហូតអញ្ចឹងហើយនៅពេលដែលការដាក់គោលដៅរបស់ខ្ញុំគឺខ្ញុំដាក់នៅពេលល្ងាចនៅពេលដែលយើងធ្វើការងារចប់សពគ្រប់អីហើយគឺយើងចាប់ផ្ដើមមកសរសេរថាយើងត្រូវធ្វើអីគេខ្លះនៅពេលដែលវារាំងធូរស្រាលជាងមុនណាបើយើងអត់មានសកម្មភាពអីសោះអញ្ចឹងធ្វើឲ្យរាងកាយយើងវា slow motion ធ្វើឲ្យខួរក្បាលយើងធ្វើឲ្យចិត្តយើងវាអត់មានអារម្មណ៍ថាយើងនឹងចង់ធ្វើអីទេនៅពេលដែលខ្ញុំមានសកម្មភាពបែបហ្នឹងរាល់ថ្ងៃគ្រប់ពេលវេលានៅពេលដែលថាយើងដឹងខ្លួនយើងនៅពេលដែលយើងដឹងខ្លួនយើងអញ្ចឹងគឺយើងចាប់ផ្ដើមហើយខ្ញុំមានខ្សែមួយគឺខ្ញុំយកមកលោតតាក់នៅពេលដែលយើងលោតចុះលោតឡើងមានអារម្មណ៍ថាក្នុងខ្លួនយើងធូរឡើងស្រាលហ្មងហ្នឹងហើយអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍ថាយើងចង់ធ្វើនេះធ្វើនោះអីចឹងទៅហ្នឹងហើយអញ្ចឹងបងប្អូនការដាក់អានេះសម្រាប់អ្នកអនុវត្តចរសុទាញគឺនៅពេលដែលយើងត្រូវតែមានគោលដៅហ្នឹងហើយនៅយើងត្រូវតែមានគោលដៅយើងទៅសេមកនិយាយទៅថ្ងៃនេះយើងត្រូវមានអីគេខ្លះនិយាយទៅគឺនៅពេលដែលយើងធ្វើការងារចប់ថ្ងៃហើយគឺយើងត្រូវមកទៅសេដាក់ក្នុងសភៅយើងមានកូនសភៅអីទៅណាហ្នឹងហើយអញ្ចឹងយើងមកទៅសេមកដាក់គោលដៅរបស់ខ្លួនយើងហើយយើងត្រូវការអីយើងលក់អីឲ្យបានប្រមាណអញ្ចឹងត្រូវដឹងថាគ្រប់វត្ថុទាំងអស់គឺគេមានថាមពលទាំងអស់អញ្ចឹងហើយបានយើងត្រូវធ្វើបែបហ្នឹងនៅពេលដែលយើងធ្វើបែបហ្នឹងហើយយើងនឹងទទួលបានផលហើយបញ្ជាក់ថាមិនធ្វើឲ្យអត់បានផលមកតាមផ្លូវណាអីចឹងណាហ្នឹងហើយអញ្ចឹងបងប្អូននៅពេលដែលយើងធ្វើហើយយើងមិនបាច់ចាំមើលផ្លូវទេថាមកផ្លូវណាផ្លូវណីអីការងារយើងគឺដឹងថាធ្វើរាល់ថ្ងៃប្រចាំគ្រប់ពេលវេលាអញ្ចឹងហើយគឺអ្នកអនុវត្តច្បាប់សុទាញគឺត្រូវតែមានគោលដៅជាប្រចាំថ្ងៃដាក់ជាប្រចាំថ្ងៃល្ងាចឡើងនៅពេលដែលយើងធ្វើការងារចប់សពគ្រប់ហើយគឺយើងមកសរសេរព្រោះអីដោយសារតែខ្ញុំធ្វើបែបហ្នឹងរាល់ថ្ងៃហ្នឹងហើយធ្វើបែបហ្នឹងរាល់ថ្ងៃហើយក៏ខ្ញុំទទួលបានផលក៏វាពិសេសដែរហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនអាចយកទៅអនុវត្តបានអត់អស់លុយអត់អស់អីទេចឹងនិយាយថាយើងអត់បានចំណាយលុយអីទេយើងគ្រាន់តែការដាក់គោលដៅការអីចឹងទៅហ្នឹងហើយបើសួរថាត្រូវធ្វើម៉េចឲ្យដឹងថាយើងត្រូវចាប់ផ្ដើមពីកន្លែងតាណាតាណីអីចឹងណាបងប្អូនអាចទៅចូលរៀននៅក្នុង channel YouTube របស់ My Room 14ថ្ងៃផ្លាស់ប្ដូរជីវិតហ្នឹងហើយអញ្ចឹងបងប្អូននឹងដឹងពីលទ្ធផលបងប្អូននឹងដឹងថាអូកលុកកលាក់ត្រូវធ្វើមិនអីចឹងណាហ្នឹងហើយអញ្ចឹងអានេះគឺសម្រាប់ខ្ញុំអនុវត្តជាប្រចាំថ្ងៃគឺខ្ញុំធ្វើបែបហ្នឹងអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងជម្រាបលាអូ